Hello, số đây nè tao kia, chắc ngày năng YouTube nhưng mà đón tiếng ấy đại ca vì video muốn cứ nhung ban giải tẹt con năng app mua chừng luôn là nhung ban sai chung từ căn nè tao kia, chắc ngày ní nhung năng lực do app chừng luôn muối lồng ớt mau sai chung nè tao kia mỏng, đại app năng từ miền Trung Thái, Super Test. ចាអ្នកទាំងគ្នាសម្រាប់ app support test ហ្នឹងគឺមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកដែលគាត់ត្រៀមខ្លួនក្នុងការប្រឡង XSK 1.9ណាអញ្ចឹងអត្ថប្រយោជន៍ក្នុងហ្នឹងគឺមានដូចជាយើងអាចហាត់ការស្ដាប់បានអាចសរសេរអក្សរបានដោយគេបង្ហាញរបៀបសរសេររបស់យើងគឺអក្សរចិនពីលើចាប់ត្រង់និងពីឆ្វេងទៅស្ដាំអញ្ចឹងអ្នកទាំងគ្នាអាចរៀនសរសេរនៅលើហ្នឹងបានដោយមុនដំបូងគេបង្ហាញពីរបៀបសរសេរទៅកាន់អ្នកទាំងគ្នាបន្ទាប់មកយើងចុចកន្លែងការអនុវត្តគឺយើងអាចរៀនសរសេរដល់ខ្លួនឯងបានហើយហើយបើសិនអ្នកទាំងគ្នាសរសេរខុសលំដាប់លំដោយគឺគេនឹងឲ្យយើងហាត់សរសេរម្ដងទៀតតទៅយើងចេះអញ្ចឹងអ្នកទាំងគ្នាអាចហាត់សរសេរគ្រប់ពាក្យតែម្ដងដែលអ្នកទាំងគ្នាគិតថាចង់ចេះជាពិសេសខ្ញុំ recommend អ្នកគាត់កម្រិតដំបូងណាគាត់គួរតែចូលសិក្សាស្វែងយល់ក៏ដូចជា down app នោះសម្រាប់យកមកការប្រើប្រាស់ហើយនឹងមួយទៀតសម្រាប់អ្នកដែលគាត់ប្រឡងគឺវាមានអត្ថប្រយោជន៍ខ្លាំងមែនទែនខ្ញុំចង់សម្ដៅទៅលើអ្នកដែលគាត់ប្រឡងយក XSK គាត់អាចបន្តការសិក្សានៅប្រទេសក្រៅបានអញ្ចឹង app នេះគឺវាជាគំរូមួយដ៏ល្អសម្រាប់អ្នកទាំងអស់គ្នាយកទៅត្រៀមខ្លួនក្នុងការប្រឡងជាក់ស្ដែងមែនទែនហ្មងភាសាអីវាមានរួមបញ្ចូលទាំងសមត្ថភាពស្ដាប់ក៏ដូចជានីតិឲ្យយើងហើយក៏ដូចជាមេរៀនសម្រាប់យើងត្រៀមប្រឡងទុកជាមុនយើងមិនអាចទៅប្រឡងជាក់ស្ដែងហ្មងដោយភ្លាមតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាគួរតែមាន app នេះនៅក្នុងដៃអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញមុខងារនៅក្នុង app Super Test ហ្នឹងហ្មងជាដំបូងគឺអ្នកទាំងអស់គ្នាចូលមកក្នុង app ហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើការបំពេញនៅអ្វីដែលខាង app ហ្នឹងគេសួរមកកាន់យើងព្រោះមកពេលអ្នកទាំងអស់គ្នាបំពេញអស់ហើយចូលមកកាន់ app វាតែម្ដងគឺមានមុខងារទាំងអស់ចំនួន7ដែលអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបានមានដូចជាទី1តកតងនឹងការស្ដាប់ទី2ការអានទី3តកតងនឹងបញ្យលភាគអីផ្សេងៗហើយជាមួយនឹងការប្រឡងផ្សេងៗអញ្ចឹងអ្នកទាំងអស់គ្នាចាប់អារម្មណ៍មុខងារណាអាចចុច select ទៅលើមុខងារហ្នឹងហើយយើងធ្វើការធ្វើមេរៀនឬក៏ប្រឡងមកអញ្ចឹងឥឡូវខ្ញុំជាឧទាហរណ៍ខ្ញុំសូមចូលទៅចំណុច1ដែលមុខជាមុខងារទី3តកតងនឹង vocab trainingអញ្ចឹងចំពោះមុខងារហ្នឹងផងដែរគឺមាន XSK រហូតដល់9មានដូចជា XSK 1 XSK 2 XSK 3 XSK 4 XSK 5 XSK 6និង XSK 7 8 9ចូលគ្នាតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាបើសិនចាប់អារម្មណ៍អាចចូលអានក៏ដូចជាចូលមើលសាកល្បងបានហើយឥឡូវខ្ញុំសូមជាឧទាហរណ៍ចូលមកកាន់ XSK 1តែម្ដងអញ្ចឹង XSK 1នៅក្នុងចំណុចនេះគឺមានទាំងអស់14មេរៀនចំពោះ14មេរៀននេះគឺខ្ញុំបានសាកល្បងក្នុងការធ្វើហើយអ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍អាចធ្វើការចូលធ្វើបានឥឡូវខ្ញុំចូលទៅកាន់ XSK 1ហើយតកតងទៅមេរៀនទី1អញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចូលមកឃើញ mission 1អញ្ចឹងគេតម្រូវឲ្យយើងរៀនពាក្យចំនួន12ហ្នឹងសិនអញ្ចឹងអ្នកទាំងអស់គ្នាអាចរៀនពាក្យចំនួន12ហ្នឹងសិនមុននឹងចូលទៅដល់ការ practice ឬក៏គេហៅថាការអនុវត្តអញ្ចឹងឧទាហរណ៍ខ្ញុំចុចទៅលើពាក្យឆាយគឺយើងបកថាម្ហូបអញ្ចឹងបើសិនអ្នកទាំងអស់គ្នាអត់តន់ចេះអានទេយើងចុចនៅលើសារសំឡេងនេះមកវានឹងអានជូនយើងស្ដាប់ហើយពេលអ្នកទាំងអស់គ្នាអានហើយអត់តន់ច្បាស់ថាឆាយនឹងពាក្យហ្នឹងគេចង់និយាយពីអីអ្នកទាំងអស់គ្នាអាចចូលទៅមើលឧទាហរណ៍របស់គេបានអញ្ចឹងឧទាហរណ៍ទី1ហ្នឹងគេនិយាយថានេះ喜欢吃中国菜吗តើអ្នកចូលចិត្តញ៉ាំម្ហូបចិនអត់អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ច្បាស់អាចស្ដាប់សំឡេងនៃការនិយាយរបស់វាបានហើយបន្ទាប់មកក្រោយពីយើងមើលពាក្យហ្នឹងមួយហើយអ្នកទាំងអស់គ្នាចូលទៅដល់ការសរសេរហ្មងចាអ្នកទាំងអស់គ្នាក្រោយពីអ្នកទាំងអស់គ្នាបានអានក៏ដូចជាដឹងពាក្យប្រយោគវាអស់ហើយអ្នកទាំងអស់គ្នាចង់ចូលទៅកាន់ការសរសេរម្ដងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចកន្លែងសញ្ញា note ឬក៏គេហៅថាសញ្ញាខ្មៅដៃខាងក្រោមហ្នឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានចុចសញ្ញាហ្នឹងហើយអ្នកទាំងអស់គ្នានឹងឃើញមុខងារវាសញ្ញាទី1គឺនិយាយអំពីវានឹងបង្ហាញពីរបៀបសរសេរពាក្យឆាយហ្នឹងមកលើយើងថាគូទីមគំនុកពីណាទៅណាមុនចំណុចទី2វិញគឺអ្នកទាំងគ្នាត្រូវរៀនសរសេរវាដោយខ្លួនឯងអញ្ចឹងត្រូវទាញពាក្យហ្នឹងឲ្យបានត្រឹមត្រូវទៅចំណុចទី3គឺសញ្ញាផ្នែកហ្នឹងគឺអត់មានគំនុកឬក៏អាចចុចខាងក្រោយស្មៅឲ្យយើងអញ្ចឹងយើងត្រូវរៀនសរសេរពាក្យឆាយហ្នឹងដោយខ្លួនឯងអញ្ចឹងមុខងារនៃមេរៀនទី1ហ្នឹងគឺមានប៉ុណ្ណឹងបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើអញ្ចឹងដដែលចំនួន12ពាក្យទាំងអស់ហ្នឹងហើយចូលទៅដល់ practice ការអនុវត្តណាអញ្ចឹងចំពោះការអនុវត្តគឺគេនឹងដាក់ជាភាសាអង់គ្លេសឲ្យយើងចំណុចទី1គឺគេដាក់ជាភាសាអង់គ្លេសនេះអ្នកទាំងគ្នាត្រូវចុចចិនឲ្យគេវិញថាពាក្យ is ហ្នឹងចិនគេថាមិនអញ្ចឹងឧទាហរណ៍ពាក្យ is ហ្នឹងចិនគឺសឿអញ្ចឹងយើងត្រូវចុចសឿហ្នឹងមកហើយបន្ទាប់មកចូលទៅដល់ចំណុចមួយទៀតគឺការស្ដាប់អញ្ចឹងអ្នកទាំងគ្នាស្ដាប់សំឡេងនៃការអានរបស់គេទៅហើយបន្ទាប់មកយើងជ្រើសរើសចំណុចមួយដែលត្រឹមត្រូវ ច
ចាអ្នកទាំងគ្នាអញ្ចឹងសម្រាប់ XSK មួយតែតោះនឹងមេរៀនទី1គឺខ្ញុំសូមបញ្ចប់ក្នុងនេះសិនបន្ទាប់ពីអ្នកទាំងគ្នាបានធ្វើលំហាត់ដែលខ្ញុំបានបង្ហាញមុននឹងរួចហើយគឺវានឹងចុចអូខេវាដាក់បន្ទុកឲ្យយើងហើយយើងអាចបន្តទៅមេរៀនទី2ទី3បានអញ្ចឹងអ្នកទាំងគ្នាធ្វើបែបហ្នឹងតរ៉ែមកហើយពេលដែលបញ្ចប់ XSK មួយហ្នឹងអ្នកទាំងគ្នាអាចឡើងកម្រិតទៅ XSK 2 XSK 3ទៅតាមនឹងជាក់ស្ដែងទៅអញ្ចឹងមេរៀនវាអាចមានការលំបាកទៅតាមហ្នឹងចាអ្នកទាំងគ្នាសម្រាប់ app support នេះគឺមានលក្ខណៈសំខាន់ជាច្រើនទៀតដែលអ្នកទាំងគ្នាគួរតែសិក្សាស្វែងយល់ពីវាហើយមួយទៀតវាមានលក្ខណៈថាបង្ហាញជារូបភាពផ្លែឈើក៏ដូចជាសកម្មភាពផ្សេងៗលក្ខណៈរូបភាពហើយវាអានក៏ដូចជាឲ្យយើងស្ដាប់សំឡេងហ្នឹងថាវាត្រឹមត្រូវឬក៏ខុសចឹងបើត្រឹមត្រូវអ្នកទាំងគ្នាអាចចុចសញ្ញាគ្រីបបើខុសអាចចុចខ្វែងទៅតាមហ្នឹងទៅយើងអាចធ្វើការជ្រើសរើសឲ្យមានការលក្ខណៈថាការពុះកងពីភាសាចិនទៅអង់គ្លេសទៅតាមនឹងជាក់ស្ដែងអញ្ចឹងបើសិនជាអ្នកទាំងគ្នាចាប់អារម្មណ៍អ្នកទាំងគ្នាអាចធ្វើការ download app នឹងបានអញ្ចឹងវីដេអូរបស់ខ្ញុំគឺជាមកដល់ទីបញ្ចប់ហើយសង្ឃឹមថាអ្នកទាំងគ្នាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេច like share comment ទាំងអស់គ្នាអរគុណចែកជាតិ